នៅស្រុកម៉ាឡៃឯនេះវិញកាលនោះមានអ្នកភូមិ6 ទៅ 7 នាក់បានជួបជុំគ្នាត្រៀមខ្លួនសម្រាប់ការទៅភ្នំកាលនោះពុំសូវមានអ្វីបរិភោគគ្រប់គ្រាន់ដូចសម័យបច្ចុប្បន្ននេះទេជីវភាពអ្នកស្រុកពឹងផ្អែកទៅលើការធ្វើចំការឡើងភ្នំបរបាញ់សត្វយកឃ្មុំនិងរកឈើខ្លឹមមានតម្លៃខ្ញុំក៏ជាម្នាក់ក្នុងចំណោមអ្នកភូមិដែលនឹងត្រូវទៅព្រៃនៅថ្ងៃស្អែកនេះដែរស្អែកឡើងមកដល់របស់របរក៏បានរៀបចំសពគ្រប់ពួកយើងចេញទៅដោយសប្បាយរីករាយពួកយើងម្នាក់សប្បាយរីករាយដោយសារពួកយើងរកបានអាហារយ៉ាងច្រើនសម្រាប់ផ្គត់ផ្គង់គ្រួសារមានដូចជាទឹកឃ្មុំសត្វផ្សិតរុក្ខជាតិបន្លែផ្លែឈើជាដើមម៉ោង 4 រសៀលចូលមកដល់ពួកយើងក៏បានស្រស់ស្រួលគ្នាត្រឡប់មកផ្ទះវិញដើរមករៀងឆ្ងាយបន្តិចយើងក៏បានមកដល់បឹងមួយហើយពួកយើងក៏បានផឹកទឹកនិងសម្រាកនៅទីនោះយកកម្លាំងសម្រាកបានប្រហែល10 នាទីគ្នាពួកយើងក៏បានហៅគ្នាឲ្យធ្វើដំណើរទៅមុខបន្តទៀតដោយសារអាការៈនឿយហត់អស់កម្លាំងខ្ញុំក៏បានស្រែកប្រាប់ពួកគាត់ថាពួកឯងទៅមុនចុះ5 នាទីទៀតទើបខ្ញុំទៅតាមក្រោយកុំបារម្ភអីព្រៃអាចអញទេម្នាក់មិនបានមាត់អ្វីទេព្រោះគេគិតថាខ្ញុំនឹងមកតាមក្រោយខ្ញុំថ្មិចភ្នែកដេកមួយស្រឡេតភ្ញាក់ឡើងវិញក៏ស្រាប់តែទិដ្ឋភាពនៅទីនោះស្ងាត់ជ្រងំមិនមានឮសំឡេងអ៊ូអរពួកគេទៀតនោះទេខ្ញុំដើរបណ្ដើរស្រែកហៅពួកគេបណ្ដើរប៉ុន្តែពុំមាននរណាម្នាក់ឆ្លើយតបមកកាន់ខ្ញុំនោះទេតាមផ្លូវដែលធ្លាប់តែមានផ្លូវមនុស្សដើរផ្លូវរៀងទូកតើពេលនេះវាបាត់ទៅណាអស់ហើយខ្ញុំពិតជាមិនអាចរកឃើញនោះទេខ្ញុំព្យាយាមដើរចុះឡើងប៉ុន្តែនៅតែត្រឡប់មកកន្លែងបឹងដែលខ្ញុំបានគេងមួយស្រឡេតអំបញ្ញមិញនេះពេលនេះទើបខ្ញុំដឹងថាខ្ញុំមិនមែនជាខ្លួនខ្ញុំទៀតទេវាមានន័យថារាងកាយរបស់ខ្ញុំមួយមានវិញ្ញាណ2នៅក្នុងនោះពេលនេះហើយខ្ញុំត្រូវបានវិញ្ញាណមួយទៀតនាំខ្ញុំឡើងទៅលើភ្នំវិញថ្មីត្បិតតែវិញ្ញាណរបស់ខ្ញុំនៅក្នុងខ្លួនរបស់ខ្ញុំមែនប៉ុន្តែខ្ញុំមិនអាចបញ្ជាអវយវៈរបស់ខ្ញុំឲ្យធ្វើទៅតាមអ្វីដែលខ្ញុំចង់ធ្វើនោះទេនិយាយពីអ្នកភូមិឯនេះកាលបើបានដឹងដំណឹងថាខ្ញុំមិនទាន់បានមកដល់ផ្ទះពួកគេមានការភ័យបារម្ភយ៉ាងខ្លាំងពួកគេប្រមូលគ្នាបាន4 ទៅ 5 នាក់ដើម្បីនឹងឡើងភ្នំតាមរកខ្ញុំព្រោះពួកគេខ្លាចក្រែងថាមានសត្វសាហាវចាប់ហែកខ្ញុំស៊ីមិនដឹងជាចៃដន្យឬអ្វីពួកគេក៏បានមករកខ្ញុំឃើញនៅត្រង់កន្លែងដែលពួកយើងបានហូបបាយពីថ្ងៃត្រង់ពួកគេសប្បាយរីករាយណាស់នៅពេលដែលរកខ្ញុំឃើញផ្ទុយពីពួកគេខ្ញុំប្រែជាមនុស្សមួយផ្សេងទៀតទៅហើយនិយាយស្ដីលែងដឹងខុសត្រូវគិតតែពីចង់រត់គេចពីពួកគេឃើញអាការៈខ្ញុំមិនស្រួលពួកគេក៏បានចាប់ខ្ញុំចងអោបជាមួយនឹងដើមឈើរងចាំទម្រាំព្រឹកទើបពួកគាត់សែងខ្ញុំចុះពីលើភ្នំនិយាយពីរឿងយប់នោះកាលបើបានពួកគេគេងលងលក់អស់ទៅខ្ញុំក៏បានដឹងខ្លួនឡើងពាក់កណ្ដាលអាធ្រាត្រហើយក៏មានសម្លេងមួយខ្សឹបប្រាប់ខ្ញុំថាឆាប់ស្រាយចំណងឯងទៅភ្នែករបស់ខ្ញុំចាប់ផ្ដើមលៀនទាំងគូចំណែកឯអណ្ដាតរបស់ខ្ញុំចាប់ផ្ដើមលូតវែងទៅកាន់ខ្សែដែលបានចងខ្ញុំនោះអណ្ដាតនោះចាប់ផ្ដើមលិតខ្សែចំណងឯដៃរបស់ខ្ញុំប្រឹងរើតតែខ្សែនោះរបូតចេញពីខ្លួនប្រាណខ្ញុំក្នុងគ្រានោះដែរឆ្កែចចចាប់ផ្ដើមលូឡើងរំពងព្រៃខណៈនោះដែរអ្នកភូមិដែលបានគេងនៅជិតខ្ញុំនោះពួកគេបានក្រោកឡើងពីដំណេកគ្រប់គ្នាក្រចកខ្ញុំចាប់ផ្ដើមលូតវែងហើយខ្ញុំចាប់ផ្ដើមឡើងដើមឈើពិតជាខ្ពស់និងធំខ្លាំងណាស់មនុស្សប្រហែល 2-3 នាក់ទើបអោបជុំ
ឃើញទស្សនភាពដែលមិនគួរឲ្យជឿបែបនេះពួកគេទាំងអស់ចាប់ផ្ដើមស្រឡាំងកាំងជាខ្លាំងនិយាយពីខ្ញុំឯណេះកាលបានឡើងខ្ពស់គួរសមដែរហើយស្រាប់តែមានវិញ្ញាណមួយទៀតមកសឹបដាក់ត្រចៀកខ្ញុំថាបើសិនជាឯងអាចហក់ពីដើមឈើនេះទៅដើមឈើនោះបានឯងនឹងក្លាយទៅជាមនុស្សខ្លាំងពូកែអស្ចារ្យម្នាក់ខ្ញុំគិតមួយសន្ទុះហើយក៏បានឆ្លើយទៅកាន់សម្លេងនោះវិញថាឲ្យខ្ញុំហក់ទៅយ៉ាងម៉េចបើខ្លួនប្រាណខ្ញុំមិនទាន់ស្រាលដូចសម្លេងឯណាមួយយប់នោះអ្នកភូមិដែលទៅតាមរកខ្ញុំនោះគ្មាននរណាម្នាក់បានដេកនោះទេពួកគាត់ម្នាក់នាំគ្នាវាយជារន្ទាដើម្បីឡើងយកខ្ញុំចុះមកដីវិញព្រឹកឡើងមកដល់ពួកគាត់ក៏សម្រេចចិត្តថាចងខ្ញុំជាប់ជាមួយនឹងមេឈើហើយពួកគេ2ទៅ3នាក់សែងគ្នាបដូរផ្លាស់វេនគ្នាម្នាក់ម្ដងមកដល់ភូមិវិញពួកគេម្នាក់មានអាការៈអស់កម្លាំងខ្លាំងណាស់ពីព្រោះទម្ងន់ខ្ញុំមិនមែនដូចមនុស្សធម្មតានោះទេអ្នកភូមិមានការងឿងឆ្ងល់យ៉ាងខ្លាំងហើយពួកគេក៏បានមកសួរនាំខ្ញុំគ្រប់គ្នាប៉ុន្តែខ្ញុំដូចជាមនុស្សដែលបាត់សតិអារម្មណ៍ទៅហើយតាំងពីនោះមកខ្ញុំក្លាយជាមនុស្សដែលរស់នៅតែម្នាក់ឯងនិយាយស្ដីតែម្នាក់ឯងមិនចូលចំណោមអ្នកដទៃគ្រាមួយមានអ្នកភូមិគាត់មកសួរសុខទុក្ខខ្ញុំប៉ុន្តែភ្នែកខ្ញុំបែរជាមើលឃើញពួកគាត់សុទ្ធតែជាខ្មោចមុខសុទ្ធតែឈាមនិងខ្ទុះអណ្ដាតវែងមកបន្លាចខ្ញុំពីពេលនោះមកខ្ញុំក៏លែងចង់បើកភ្នែកលែងចង់ជួបមុខអ្នកណាខ្ញុំគិតតែពីចង់ដេកការដែលបិទភ្នែកយូររហូតដល់រាប់ខែធ្វើឲ្យកណ្ដៀស្រមោចនិងដង្កូវចាប់ផ្ដើមធ្វើសម្បុកនៅជុំវិញភ្នែករបស់ខ្ញុំចំណែកឯត្រចៀករបស់ខ្ញុំកើតអំបើអំបែកមានដង្កូវហូរខ្ទុះមករងើមសាច់ញាតិរបស់ខ្ញុំក៏បាននឹកឃើញថានឹងយកខ្ញុំទៅវត្តដើម្បីឲ្យខ្ញុំបានស្ដាប់ធម៌និងបានស្រោចទឹកជាប្រចាំណាមួយពួកគាត់គិតថាវិញ្ញាណខ្មៅមិនអាចចូលទៅក្នុងវត្តបាននៅវត្តយូរទៅខ្ញុំក៏ចាប់ផ្ដើមដឹងខ្លួនម្ដងបន្តិចហើយខ្ញុំក៏សម្រេចចិត្តថាថ្វាយខ្លួនធ្វើជាព្រះសង្ឃនៅវត្តនោះចាប់តាំងពីពេលនោះមកអ្នកភូមិគ្រប់គ្នាតែងហៅខ្ញុំថាសង្ឃឈួត